ខ្ញុំដឹងថាបងប្អូនកំពុងរងចាំដំណឹងពីកូន Coffee ថាបានដឹកពីបាត់ដំបងមកដល់ភ្នំពេញនៅសម្រាប់កូន Coffee គឺបានមកដល់ភ្នំពេញដើម្បីព្យាបាលឲ្យបងប្អូនហើយអ្វីដែលភ្ញាក់ផ្អើលខ្លាំងមែនទែនគឺនៅពេលដែលពេទ្យបណ្ឌិតហើយគឺគ្នាកើតជំងឺ distemper ហើយខ្ញុំជឿថាបងប្អូនដែលបានដឹងឮពីជំងឺ distemper គឺច្បាស់ជាខ្លាចរអាខ្លាំងមែនទែនទាំងខ្ញុំក៏អញ្ចឹងដែរហើយនេះគឺវីដេអូនៅពេលដែលយកមកដំបូងភ្លាមបងប្អូនគ្នាញាក់ដូចម៉ាស៊ីនអញ្ចឹងតាមពិតទៅគ្នាត្រូវម៉ូតូបុកប៉ិតមែនបងប្អូនប៉ុន្តែមិនមែនប៉ះពាល់ទៅប្រព័ន្ធប្រសាទទេគឺជាជំងឺ distemper ដែលធ្វើឲ្យប្រព័ន្ធប្រសាទគ្នាគ្រប់គ្រងលេខបានវាទៅជាញាក់អញ្ចឹងណាប៉ុន្តែអ្វីដែលជាដំណឹងល្អមួយទៀតគឺកូន Coffee បានស៊ាំជាមួយនឹងជំងឺនឹងវាជំងឺនឹងបានន័យថាវាបំលែងទៅជាអង់តិគនៅក្នុងខ្លួនគ្នាករណីកូននឹងគឺកម្រខ្លាំងមែនតែនឆ្កែ10ដែលកើតជំងឺ distemper គឺមានតែមួយទេដែលអាចឆ្លងកាត់ដំណាក់កាលនឹងបានហើយសម្រាប់កូន Coffee គឺនៅញ៉ាំបាននៅដើរបានជាទូទៅឆ្កែដែលកើតជំងឺ distemper គឺដេកស្ទាក់មកកន្លែងមានអាចភ្នែកហៀសបោប៉ុន្តែកូន Coffee គឺបានន័យថាគ្នាគឺជាឆ្កែពិសេសហើយអង់តិគនៅក្នុងខ្លួននឹងគឺខ្លាំងមែនតែនដែលអាចបន្សាំអាចជំងឺ distemper ហ្នឹងទៅជាអង់តិគនៅក្នុងខ្លួនប៉ុន្តែអ្វីដែលយើងបារម្ភវាល្អសម្រាប់គ្នាប៉ុន្តែសម្រាប់ឆ្កែផ្សេងគឺអត់ល្អទេបងប្អូនសម្រាប់កូន Coffee ក៏អាចទៅរស់នៅជុំជាមួយនឹង Paw Family Cambodia បានទេគឺមានហានិភ័យខ្ពស់មែនទែនក្នុងការឆ្លងជំងឺ distemper ទៅកាន់ឆ្កែផ្សេងទៀតបងប្អូនសាកសម័យមើលនៅ Paw Family មានកូនដល់តែជាង70ក្បាលបើសិនជាឆ្លងទៅទាំងអស់ហ្នឹងចង់និយាយថាខ្ញុំនិយាយលេងចេញហ្មងអញ្ចឹងសម្រាប់ករណីកូន Coffee គឺខ្ញុំមានតែអំពាវនាវនឹងសុំបងប្អូនជួយយកគ្នាទៅចិញ្ចឹមផងសម្រាប់អ្នកដែលអត់មានឆ្កែហើយគឺចិញ្ចឹមគ្នាតែមួយគត់គឺបានន័យថាគ្នាអាចទៅចិញ្ចឹមជាមួយនឹងឆ្កែផ្សេងបានទេបើយើងអត់ដឹងថាឆ្កែផ្សេងវាអាចនឹងមានករណីពិសេសដូច Coffee អត់យើងមើលអត់ឃើញទេបងប្អូនអញ្ចឹងបន្ទាប់ពីពេទ្យគាត់ប្រាប់ថាអូ Coffee ចេញពីពេទ្យបានហើយគឺខ្ញុំត្រូវការផ្ទះឬក៏ម្ចាស់ដែលគាត់ផ្ដល់ភាពកក់ក្ដៅនិងចិញ្ចឹមគ្នាតែមួយគត់រហូតទៅបងប្អូនហ្នឹងហើយគឺខ្ញុំអាចយកមក Paw Family Cambodia បានទេហើយមួយណា Coffee គឺជាឆ្កែដែលណាថាអញ្ចឹងយើងពេលដែលព្យាបាលហើយយើងអាចទៅឲ្យគ្នាណាថាវិញបានទេ Coffee មានកើតជំងឺគ្រុនតកែទេបងប្អូនមិញពេទ្យបេះចៃតកែមកច្រើនមែនតែនហ្មងណាហើយសម្រាប់ករណីកូន Coffee ទោះបីជាញ៉ាំច្រើនយ៉ាងណាក៏អត់ឡើងគីឡូដែរគឺគ្នានៅស្គមក៏ប្រឹងអញ្ចឹងបងប្អូនដោយសារតែជំងឺ distemper ហ្នឹងណាអញ្ចឹងសម្រាប់ជីវិត Coffee បន្ទាប់ពីចេញពីពេទ្យទៅគឺមានតែពឹងទៅលើបងប្អូនហើយដើម្បីជួយយកគ្នាទៅចិញ្ចឹមផងខ្ញុំពិតជាចង់យកគ្នាមកមែនតែនប៉ុន្តែអត់អាចទេព្រោះអីមានជីវិត70កូនទៀតដែលស្ថិតនៅក្នុងហានិភ័យហើយខ្ញុំអរគុណទឹកចិត្តបងប្អូនដែលបានចូលរួមជាថ្លៃឈ្នួលឡាននៅការព្យាបាលដឹកកូនពីបាត់ដំបងមកភ្នំពេញខ្ញុំសង្ឃឹមថាគ្នានឹងមានជីវិតថ្មីបន្ទាប់ពីពេលនេះទៅអរគុណទឹកចិត្តបងប្អូនច្រើនមែនតើខ្ញុំនឹងអាប់ដេតបន្ថែមទៀតអូយចៃច្រើនណាស់